ចង់បង្កើត QR code ដោយប្រើការ scan ទៅលើ QR ដើម្បីបង្ហាញព័ត៌មានអ្វីមួយឬក៏ទិន្នន័យអីមួយឥឡូវវាលែងជាការពិបាកទៀតហើយដល់យើងប្រើនៅក្នុងកម្មវិធី Digi Super App របស់ខ្មែរយើងផ្ទាល់តែម្ដងបាទថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបនៃការប្រើប្រាស់ឬក៏ការបង្កើតនៅ QR code សម្រាប់ធ្វើការ scan ទៅលើ website ឬក៏ link ឬក៏អត្ថបទឬក៏អីចឹងប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំបង្ហាញតែការបង្កើតទៅលើlink ទេដាក់ link សម្រាប់បង្កើតជា scan QR code ដូចចេះបាទឥឡូវយើងចូលមកក្នុងនេះយើងចុចទៅលើពាក្យថា QR code បាទអញ្ចឹងនៅចូលមកដល់ទំព័រនេះគឺឃើញមានជម្រើសច្រើនប្រភេទបើសិនជាយើងចង់ធ្វើនៅលើអត្ថបទឧទាហរណ៍យើងមានខ្លឹមសារអីមួយយើងចង់បង្កើតជា scan QR ដើម្បីគេ scan ទៅគេបានអានអញ្ចឹងបងប្អូនអាចវាយចូលទៅទីនេះក៏បានប៉ុន្តែខ្ញុំអត់បានធ្វើនៅលើអត្ថបទទេគឺខ្ញុំធ្វើនៅលើតំណ link យើងបង្កើតជាតំណ link សម្រាប់ឲ្យគេ scan ដើម្បីចូលទៅប្រើប្រាស់នៅ form មួយដែល form សម្រាប់ការសុំច្បាប់បាទអញ្ចឹងនៅក្នុងនេះក៏យើងមានការធ្វើជាលក្ខណៈ Wi-Fi សម្រាប់ឲ្យ scan ទៅគឺ connect Wi-Fi បាទមានច្រើនយើងអាចស្រួលបាទបងប្អូនហើយកន្លែងនេះគឺយើងដាក់ផ្ញើ email អីចឹងណាបាទក៏យើងអាចធ្វើបានហើយកន្លែងនេះគឺសម្រាប់ធ្វើនាមប័ណ្ណឬក៏អីចឹងទៅឬក៏ព័ត៌មានផ្ទាល់ខ្លួនរបស់យើងបាទអញ្ចឹងឥឡូវត្រឡប់មកវិញគឺយើងចូលមកប្រើនៅលើតំណ link តែខ្ញុំនឹងចូលទៅយកតំណ link ខ្ញុំមួយនៅក្នុង Telegram ខ្ញុំ send ចាំតិចអើយចូលកន្លែង save ហើយខ្ញុំមានតំណ link មួយនេះជាតំណ link ដែលខ្ញុំបង្កើតសម្រាប់ form ហើយខ្ញុំយកមកផាសនៅកន្លែងនេះបាទអញ្ចឹងវានឹងចេញមកឲ្យយើងថាត្រឹមត្រូវហើយតំណ link យើងអូសមកក្រោមយើងមាននិមិត្តសញ្ញាយើងឃើញនិមិត្តសញ្ញាហើយកន្លែងនិមិត្តសញ្ញានេះយើងអាចធ្វើការដូរពណ៌យើងចុចលើពណ៌នេះបាទអញ្ចឹងដូរពណ៌ពីសមកខ្មៅពីខ្មៅមកសក៏បានហើយយើងអាចជ្រើសរើសពណ៌ទៅតាមពណ៌ដែលយើងចូលចិត្តទៅតាមស្ថាប័នរឿងឬក៏អីចឹងទៅតែខ្ញុំសាករបស់ខ្ញុំយកពណ៌នេះបាទអូខេពណ៌នឹងហើយខ្ញុំដូរខ្មៅពណ៌ខ្មៅមកពណ៌សវិញហ្នឹងអូខេតែអញ្ចឹងទៅអានឹងយើងដាក់អញ្ចឹងក៏បានហើយបន្ទាប់មកយើងអូសមកលើវិញយើងកន្លែងទាញយករូបភាពអញ្ចឹងក្នុងកន្លែងទាញយករូបភាពវាមានជាភេទ PNG ហ្នឹងគឺជាប្រភេទរូបភាពដែលអត់មានផ្ទៃ background ទេហើយមាន JPEG បាទឬក៏ទាញជា PDF និងទី4គឺជា zip ជា zip file បាទអញ្ចឹងខ្ញុំសុំទាញយកជារូបភាព JPEG ហ្នឹងមកបាទអញ្ចឹងវាទាញបានជោគជ័យហើយអញ្ចឹងយើងអាចយកយើងត្រឡប់ទៅមើលរូបភាពរបស់យើងវិញយើងអាចនេះជា QR ដែលយើងបានបង្កើតរួចអញ្ចឹងនៅពេលដែលយើងចង់ប្រើប្រាស់យើងគ្រាន់តែ print ឬក៏បង្ហាញ QR code ហ្នឹងទៅវានឹង